សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ Channel នៃទានរឿងខ្មោចសារជាថ្មីម្ដងទៀតអូខេថ្ងៃនេះគឺជាថ្ងៃពិសេសភាសាមែនតើពុកម៉ែបងប្អូនទាំងគ្នាដោយសារខ្ញុំមានតែម្នាក់ឯងទេថ្ងៃនេះគឺជាថ្ងៃទី1ហើយដែលខ្ញុំចេញវីដេអូម្នាក់ឯងហើយក៏ជាថ្ងៃទី1ដែលខ្ញុំនឹងលើកយកនៅសាច់រឿងដែលខ្ញុំបានជួបកន្លងមកបាទតាំងតែពីខ្ញុំចូលទៅនៅវត្តបាទតើខ្ញុំមានរឿងរ៉ាវជួបនៅពពួកអមនុស្សយ៉ាងម៉េចខ្លះបាទខ្ញុំនឹងធ្វើការបាននិទានក៏ដូចជាសម្រាយចែកជូនបងប្អូនទាំងគ្នាបានស្ដាប់នៅក្នុងវិទ្យុនេះបាទអញ្ចឹងតាំងពីឆ្នាំ2012ពុកម៉ែបងប្អូនដឹងហើយនៅឆ្នាំ2012គឺប្រទេសរបស់យើងក៏មិនទាន់ជាមានផ្លូវឬក៏ទឹកភ្លើងអីប្រើប្រាស់អីទលំទលាយដូចសម័យបច្ចុប្បន្នយើងទេពេលហ្នឹងគឺខ្ញុំខ្ទង់ប្រហែលជាអាយុដូចជា13 14ឆ្នាំហើយពេលហ្នឹងបាទអញ្ចឹងពេលហ្នឹងដោយយើងជាអ្នកក្រីក្របាទมันមានថវិកាគ្រប់គ្រាន់សម្រាប់ឲ្យកូនទៅរៀនសូត្រអីទេពុកម៉ែបងប្អូនបាទពេលហ្នឹងតាមសិក្សាចំការយើងអត់មានអីទេគឺមានតែបាទបញ្ជូនកូនឲ្យទៅនៅវត្តបាទដើម្បីទទួលចំណេះដឹងបាទបានសិក្សាពីសំណាក់គ្រូបាអាចារ្យមានដូចជាប្រសង់អីជាដើមអញ្ចឹងទៅហើយក្នុងនោះក៏មានខ្ញុំម្នាក់ដែរបាទដោយពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំទៅគ្នាប្រហែលជា4នាក់បាទពេលហ្នឹងគឺយើងទៅ4នាក់ហើយពេលដែលយើងទៅហ្នឹងគឺអត់តន់មានជាភ្លើងអីដូចឥឡូវទេបងប្អូនទៅនៅវត្តហ្នឹងណាបាទគឺយើងអត់តន់មានផ្លូវអីល្អដូចឥឡូវទេគឺផ្លូវរបស់យើងគឺប្រភេទផ្លូវដូចជាក្រហមហើយអត់មានភ្លើងអីទេហើយនៅក្នុងវត្តដែលខ្ញុំត្រូវទៅនៅហ្នឹងគឺជាវត្តដែរនៅជាប់ផ្លូវដែរមិនឆ្ងាយប្រហែលទេបងប្អូនប៉ុន្តែនៅក្នុងវត្តហ្នឹងគឺមានដើមកុកីច្រើនមែនតើយើងដឹងហើយនៅក្នុងវត្តគឺសម្បូរដើមកុកីបាទហើយដើមកុកីគឺធំធំណាស់បងប្អូនអរគ្នាបាទអញ្ចឹងពេលដែលខ្ញុំទៅនៅហ្នឹងធម្មតាយើងក្មេងៗបាទព្រោះយើងអត់តន់ដឹងអីទេពេលហ្នឹងហើយការនៅវត្តកាលណាដែលខែភ្លឺបាទយើងចាប់ផ្ដើមកូនសិស្សហ្នឹងគឺចាប់ផ្ដើមបន្លែងគ្នាលេងហើយបិទពួនអីចឹងណាបាទព្រោះការពីមុនយើងសប្បាយអត់ដូចឥឡូវទេអញ្ចឹងពេលនោះគឺខ្ញុំជាមួយមិត្តភ័ក្ដិខ្ញុំគឺយើងលេងដេញចាប់ដូចថាលេងសញ្ញេអីចឹងណាដូចថាសញ្ញេឈ្មោះនេះសញ្ញេឈ្មោះនោះអាហ្នឹងគឺខ្ញុំនៅចាំរបៀបលេងដែរហើយអត់ដឹងថាខាងពុកម៉ែបងប្អូនអ្នកគ្នាធ្លាប់លេងល្បែងនឹងអត់ទេប៉ុន្តែការដែលខ្ញុំនៅទៅគឺយើងលេងចឹងអញ្ចឹងពេលហ្នឹងគឺយើងតែងតែរត់ពួនណាបាទហើយខែដូចជាខែភ្លឺថ្ងៃ15កើតគឺខែភ្លឺចាស់តែងនិយាយថាមានខែអូងខែអីអញ្ចឹងណាបាទអញ្ចឹងពេលហ្នឹងគឺយើងរត់លេងហើយរត់ពួនរត់អីគ្នាអញ្ចឹងទៅហើយធម្មតាក្នុងវត្តយើងលែងខ្លាចទេដោយសារយើងនៅរៀងយូរដែរហើយយើងនៅប្រហែលជាល្បាក់2ខែ3ខែអញ្ចឹងបានន័យថាក្នុងវត្តអារាមក៏មិនធំប្រហែលដែរអញ្ចឹងយើងដើរសពហើយអញ្ចឹងមិត្តភ័ក្តិរបស់យើងហ្នឹងគាត់ចេះទៅពួនអញ្ចឹងទៅជួនណាយើងទៅរោទៅគាត់ទៅពួនសួនច្បារជួនណាគាត់ទៅពួននៅកន្លែងដើមបកីបាទជួនណាគាត់ទៅពួននៅកន្លែងកុដចាស់ដែរលោកអត់គង់អីអញ្ចឹងណាចេះតែទៅពួននៅម្ដុំហ្នឹងអញ្ចឹងទៅដល់ពេលខ្ញុំជាអ្នកចាំទីបាទដល់ពេលខ្ញុំជាអ្នកចាំទីខ្ញុំក៏ទៅដើររកពួកគាត់អញ្ចឹងបងប្អូនអញ្ចឹងស្រាប់ទៅដល់កន្លែងហ្នឹងគឺដូចបងអញ្ចឹងប៉ុន្តែបងហ្នឹងជាប្រភេទលៀតបងអង្គុយវាវែងវាមិនមែនដូចបងយើងឥឡូវទេបងយើងឥឡូវមានគេហៅថាពីក្រួយសម្រាប់យើងផ្អែកតែបងនោះអត់ទេដូចលៀតដូចកញ្ចាក់ដើម្បីសម្រាប់ឲ្យមនុស្សអង្គុយបានគ្នាច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងពេលដែលខ្ញុំទៅដល់កន្លែងហ្នឹងគាត់ហ្នឹងគឺនៅចិត្តជាមួយដើមពោហើយដើមពោហ្នឹងគឺពីដើមល្បីហើយខ្ញុំនិយាយវីដេអូតាក់ទងជាមួយដើមពោក៏ដូចជាដើម7ដែលនៅក្បែរគ្នាហ្នឹងប្រាប់ពុកម៉ែបងប្អូននៅវីដេអូក្រោយពេលតែធម្មតាទេពេលដែលខែដែលរះមកថ្ងៃ15កើតដែលរះមកពីទិសខាងកើតហ្នឹងរះមកគឺចាំងជាមួយនឹងដើមពោក៏ដូចជាដើមកុកីអញ្ចឹងពេលដែលរះមកហ្នឹងគឺសម្ោដែលរះហ្នឹងគឺវាមកបាំងអាកន្លែងហ្នឹងបងប្អូនដូចមលុបអញ្ចឹងបើន័យថាមកបាំងកន្លែងបងហ្នឹងទៅយើងមើលមិត្តភ័ក្ដិយើងអត់សូវឃើញទេយើងអាចមើលឃើញបានដោយការមានសម្ោដែលជះមកពីពលឺខែហ្នឹងទេអញ្ចឹងខ្ញុំហ្នឹងក៏សញ្ញេមិត្តភ័ក្ដិខ្ញុំបានមួយហើយអញ្ចឹងវានៅ2នាក់ទៀតបាទអញ្ចឹងខ្ញុំក៏ដើរហៅ
បាទដើររហូតទៅក៏ឃើញនៅកន្លែងបងហ្នឹងគឺជាកន្លែងដែលគេអង្គុយបាទគាត់និយាយគឺព្រឹសក្បាលព្រឹសរោបាទអញ្ចឹងពេលដែលខ្ញុំមកដល់កន្លែងហ្នឹងគឺខ្ញុំឃើញមនុស្សបែរជា2-3នាក់អង្គុយហើយពេលហ្នឹងក៏យើងអត់ចាប់អារម្មណ៍ដែរបងប្អូនដោយធម្មតានៅក្នុងវត្តមិនមែនមានតែយើងទេអញ្ចឹងមានជាងមានអីដែលគាត់ធ្វើវិហារព្រោះវិហារជាធម្មតាវិហារហ្នឹងក៏ទំធ្វើដែរពេលហ្នឹងបាទអញ្ចឹងខ្ញុំហ្នឹងក៏ស្រែកហៅពួកគាត់ដោយនៅក្នុងចិត្តថាអូប្រហែលជាពួកគាត់អង្គុយនិយាយជាមួយជាងអីចឹងណាយើងចេះហៅគ្នាលេងអបកាចអញខំមកឲ្យចង់ងាប់ហែមកអង្គុយអីនៅហ្នឹងអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំហ្នឹងក៏ស្រែកហៅ3-4ដងឃើញសមោហើយបើយើងនិយាយទៅសមោហ្នឹងរៀងធំណាស់មៀតធំបើយើងនិយាយទៅបងប្អូនដើរចូលវត្តឃើញហើយឃើញរូបចម្លាក់ដែលកាន់នេះណាដែលកាន់ត្បូងដែលកាន់អីឈោនៅអមខ្លោងទ្វារវត្តមៀតប៉ុណ្្នឹងឯងអញ្ចឹងពេលដែលយើងចូលវត្តត្បូងយើងអត់ដឹងទេបាទអញ្ចឹងចេះហៅអញ្ចឹងមកហៅ3-4ដងក៏ខ្ញុំហៅមិត្តភក្តិខ្ញុំមួយទៀតមិត្តភក្តិខ្ញុំហ្នឹងក៏គាត់នៅជាមួយខ្ញុំដែរដោយសារខ្ញុំរកគាត់ឃើញមុនគេនោះអញ្ចឹងគាត់ក៏ជួយហៅគាត់ហៅឈ្មោះហៅអីចឹងមកអញ្ចឹងពេលដែលហៅគឺអត់មាត់ទេបងប្អូនគឺសំបីតែកម្រើកអត់កម្រើកប៉ុន្តែមានអារម្មណ៍ថានៅកន្លែងហ្នឹងគឺមានសមោហ្នឹងគឺកំពុងតែប្រជុំគ្នាហ្នឹងឯងបាទដូចយើងប្រជុំគ្នាភាសាអញ្ចឹងតតែហៅលែងលឺយើងចាប់ផ្ដើមមានអារម្មណ៍មួយយើងអត់គិតខ្លាចទេបាទមិនគិតខ្លាចទេប៉ុន្តែខ្ញុំនឹងមិត្តភក្តិខ្ញុំមួយទៀតទៅយកអាគ្រូទូចបាទយកទៅគប់ព្រោះនឹកឃើញថាអញហៅហិតមករបៀបអញ្ចឹងណាបងប្អូនអត់មានគិតថារឿងខ្លាចមិនខ្លាចទេពេលហ្នឹងអញ្ចឹងក៏យកគ្រូដែលយើងគប់ហ្នឹងបាម្ដងស្ដាប់អញ្ចឹងគប់ស្ដាចវាធ្លាក់ទៅចំអាបងហ្នឹងអញ្ចឹងឬប្រាវអញ្ចឹងទៅអញ្ចឹងក៏ចាប់ផ្ដើមភ័យជាមួយមិត្តភក្តិបាទក៏នាំគ្នារត់ទៅប្រាប់គ្រូទៅរត់ទៅដល់ឃើញអា2នាក់ហ្នឹងអា2នាក់ដែលខ្ញុំតាមរហូតហ្នឹងវានៅកន្លែងគ្រូខ្ញុំវាថាវាមកយូរហើយវាអត់ឃើញខ្ញុំអត់ឃើញ2នាក់មិត្តភក្តិខ្ញុំមួយទៀតណាហើយខ្ញុំក៏និយាយរឿងហ្នឹងប្រាប់គ្រូខ្ញុំបាទលោកគ្រូខ្ញុំក៏គាត់ថាវាថាថ្ងៃសិលអញ្ចឹងទៅវាជាបាមីរបស់វត្តបាមីអីអញ្ចឹងដែលមកប្រជុំគ្នាអញ្ចឹងណាហើយពេលហ្នឹងមកគឺខ្ញុំខ្លាចបងប្អូនយប់ឡើងលែងសូវហ៊ានចេញលេងដោយសារអីគឺយើងរៀងប៉ុន្តែបើយើងនិយាយទៅគឺអស់លោកទាំងនោះឲ្យយើងឃើញត្រឹមតែជាសមោទេហើយក៏អស់លោកទាំងនោះមិនបានប្រកាន់ទោសអូសដំណើរពួកខ្ញុំអីដោយសារពួកខ្ញុំហ្នឹងគឺក្មេងៗចឹងអត់បានដឹងទេគឺនាំគ្នាទៅគប់ហើយគាត់និយាយក៏ព្រឹសសម្ភុលតាំងពីគោលកមកដែរដោយសាររឿងនេះបាទយើងអ្នកនេះផ្ទាល់បងប្អូនបាទយើងអ្នកឃើញផ្ទាល់បាទអញ្ចឹងវាមានភាពរំភើបផងភាពភ័យខ្លាចផងបាទព្រោះពេលដែលយើងនៅក្មេងហ្នឹងគឺពេញសប្បាយហើយសូមបញ្ជាក់ថាពេលហ្នឹងគាត់មានភ្លើងប្រើប្រាស់ទេភ្លើងលុះត្រាតែដូចជាថ្ងៃសិលអញ្ចឹងទៅគេបញ្ឆេះសិនភ្លើងវត្តអីថាម៉ោង9ម៉ោង10គេបាត់ហើយតតែឃើញបែបហ្នឹងពួកខ្ញុំក៏លែងហ៊ានចេញដើរដែរបាទធំបើថាហ៊ានធေါ်ហ៊ានអីទេហ៊ានត្រឹមតែក្បែរគាត់នឹងឯងចឹងអូខេអរគុណច្រើនបងប្អូនអរគ្នាសាច់រឿងខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំនឹងនិយាយសាច់រឿងបន្តទៀតតាក់ទងជាមួយនឹងដើមពោហើយនឹងដើមអំពិលបាទនៅវីដេអូក្រោយអញ្ចឹងពេលនេះសូមអរគុណសូមជម្រាបលា